រសេចក្តីសុខពិតប្រាកដអត់មានរនាំឲ្យកើតទុក្ខគឺកើតចេញពីរបស់ដែលស្រឡាញ់និងចង់បានបើសិនជាយើងមានសេចក្តីស្រឡាញ់ហើយចង់បានប្រាថ្នានេះប្រាថ្នានោះចង់បាននេះចង់បាននោះចង់បានដូចចិត្តចង់បានដូចសេចក្តីប្រាថ្នាបើមិនបានដូចអ្វីដែលចង់បានគឺនឹងកើតទុក្ខព្រោះរបស់ដែលស្រឡាញ់ហើយចង់បានឧទាហរណ៍ថាយើងស្រឡាញ់នរណាម្នាក់ហើយចង់ឲ្យគេនឹងគាប់ចិត្តយើងចង់ឲ្យដូចចិត្តយើងចង់ឲ្យគេយល់ចិត្តយើងចង់ឲ្យគេនឹងថ្នាក់ថ្នមយើងចង់បាននេះចង់បាននោះបើសិនជាគេមិនយល់ចិត្តគេមិនគាប់ចិត្តយើងកើតទុក្ខមួយវិញទៀតកើតទុក្ខព្រោះរបស់ដែលមិនមានឧទាហរណ៍ថាយើងមិនមានលុយអញ្ចឹងកើតទុក្ខហើយកើតទុក្ខព្រោះរបស់ដែលអត់មានមានន័យថាចង់បានឲ្យមានដល់ពេលអត់មានកើតទុក្ខព្រោះលុយកាក់អ្នកខ្លះមានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែនៅតែអត់សុបាយចិត្តមានហ្នឹងនៅអត់សុបាយចិត្តអ្នកខ្លះអត់មានទេប៉ុន្តែនៅកើតទុក្ខអញ្ចឹងគ្រប់បែបយ៉ាងសិតតែទុក្ខទាំងអស់ងាកទៅនេះក៏ទុក្ខងាកទៅនោះក៏ទុក្ខអញ្ចឹងគ្រប់យ៉ាងគឺសិតតែទុក្ខរបស់ណាគាប់ចិត្តអត់មានហើយមនុស្សយើងគ្រប់គ្នាទាំងអស់សិតតែចង់បាននេះចង់បាននោះគឺចង់បានអត់ពិតប្រាកដសេចក្តីសុខអត់មានអញ្ចឹងអ្វីគ្រប់យ៉ាងគឺអត់មានឧទាហរណ៍ថាយើងចង់បានទូរស័ព្ទមកបានហើយដូចចិត្តហើយប៉ុន្តែខូចតិចខ្ទួចបាក់បែកកើតទុក្ខព្រោះរបស់ដែលខូចកើតទុក្ខទៀតវាសិតតែហេតុនិងផលណាមួយដែលនាំឲ្យទុក្ខអញ្ចឹងហើយនាំឲ្យទុក្ខគឺរបស់ដែលស្រឡាញ់ចង់បានគ្រប់យ៉ាងគឺទុក្ខសេចក្តីសុខពិតប្រាកដអត់មានអ្វីដែលជាទីពឹងអត់មានអញ្ចឹងហើយនៅក្នុងពុទ្ធសាសនាក៏លោកបានបង្រៀនដែរថាគ្មានអ្វីដែលពឹងបានក្រៅពីបញ្ញាទេអញ្ចឹងមានបញ្ញាគិតពិចារណាឲ្យបានល្អិតល្អន់ច្បាស់លាស់ទើបអត់ទុក្ខយកបញ្ញាជាទីពឹងយកខ្លួនជាទីពឹងបើសិនជាយើងពឹងចរិយាពឹងមរណៈសិតតែទុក្ខហើយបើយើងអត់បានពិចារណាសិតតែទុក្ខអញ្ចឹងហេតុដែលទុក្ខគឺរបស់ដែលស្រឡាញ់បើអត់ស្រឡាញ់អត់ទុក្ខទេអញ្ចឹងគ្រប់យ៉ាងគឺសិតតែស្រឡាញ់មិនថាអ្នកណាទេគ្រប់យ៉ាងគឺទាំងអស់គឺសិតតែស្រឡាញ់ហើយមួយទៀតមនុស្សយើងបឋមជនអត់លក្ខណៈថាគ្រប់គ្រងអត់បានទេអញ្ចឹងទោះបីជាយ៉ាងណាក៏នៅតែមានដែរមានតិចមានច្រើនទៅតាមលក្ខណៈទៅតាមបរិបទនៃការរស់នៅរបស់មនុស្សយើងម្នាក់ធម្មតាគឺអញ្ចឹងហើយអត់គេចផុតទេតើតែយើងបានយល់ដឹងនៅសច្ចៈពិតបានអត់ការទុកសច្ចៈធម៌យល់ដឹងអំពីការរស់នៅយល់គ្រប់បែបយ៉ាងទាំងអស់គឺអត់អីទេអញ្ចឹងហើយរួមសេចក្តីឲ្យតូចការទុកព្រោះរបស់ដែលស្រឡាញ់